នៅពេលអ្នកគ្នាជួបរឿងមួយដែលតង្កិចនៅក្នុងផ្លូវចិត្តអ្នកគ្នាដែលគិតថាអូហេតុអីបានជាខ្ញុំជួបរឿងអញ្ចឹងហេតុអីបានជាគេធ្វើអាក្រក់ដាក់ខ្ញុំហេតុអីបានជាខ្ញុំខំស្រឡាញ់គេចង់ងាប់ខ្ញុំខំជួយចិត្តគេចង់ងាប់មិនក៏គេធ្វើអញ្ចឹងដាក់ខ្ញុំទៅកើតហេតុអីបានជាជីវិតខ្ញុំជួបតែរឿងលំបាកអញ្ចឹងហេតុអីបានជាខ្ញុំអត់អាចធ្វើអីបានល្អដូចគេហេតុអីបានជាខ្ញុំជួបតែរឿងដែលមិនសមបំណងមិនសមចិត្តរបស់ខ្ញុំ Welcome back to my channel ថ្ងៃនេះយើងនឹងមកនិយាយអំពីការដកខ្លួនពីផ្នែកកំណត់ជនរងគ្រោះអញ្ចឹងដូចខ្ញុំនិយាយពីលើហ្នឹងនិយាយថាយើងសួរខ្លួនឯងថាហេតុអីបានជាអ្នកនេះធ្វើចេះដាក់យើងអ្នកនោះធ្វើចេះដាក់យើងដែលសុទ្ធតែជារឿងអាក្រក់មកកាន់ជីវិតរបស់យើងអត់សប្បាយចិត្តនឹងការទទួលបានវាដោយសារតែយើងគិតថាwe អត់ deserve យើងអត់ deserve នឹងស័ក្តិសមទទួលបាននៅអ្វីដែលគេ trick យើងមកវិញទាំងដែលយើងធ្វើល្អទៅកាន់គេបើសិនជាអ្នកគ្នាមានអារម្មណ៍នេះមកស្ដាប់វីដេអូនេះទាំងអស់គ្នាជាធម្មតាជីវិតរបស់យើងម្នាក់គឺតែងតែជួបប្រទះរឿងផ្សេងគ្នា So listen មិនមែនតែអ្នកនរគ្នាម្នាក់ឯងទេដែលជួបរឿងហ្នឹងគឺមនុស្សផ្សេងគ្នាគឺជួបរឿងបញ្ហាផ្សេងគ្នាមិនថា friendship មិនថា relationship មិនថាការរៀនឧទាហរណ៍ទៅយើងខំរៀនខំអស់ពីសមត្ថភាពយើងដាក់បេះដូងទៅក្នុងហ្នឹងយើងខំអស់ហើយប៉ុន្តែយើងអត់ជាប់វាហើយយើងក៏បន្ទោសខ្លួនឯងថាហេតុអីបានជាខ្ញុំជួបរឿងហ្នឹងហេតុអីខ្ញុំអត់មានសំណាងបានជាប់ដូចគេហេតុអីយើងដាក់ចិត្តដាក់កាយអារម្មណ៍របស់យើងអំពើល្អរបស់យើង trick ទៅកាន់គេប៉ុន្តែយើង back បានមកវិញគឺ disappointed គឺយើងទទួលបានការខកចិត្តមកវិញប៉ុន្តែទាំងនេះវា affect លើជីវិតរបស់យើងនៅពេលដែលយើងគិតថាយើងផ្ដល់អត្ថិភាពឲ្យវាយើងគិតថាវាសំខាន់សម្រាប់យើងក៏យើងផ្ដល់អត្ថិភាពឲ្យវានឹងសម្រាប់មកជះឥទ្ធិពលលើជីវិតយើងមូលហេតុទាំងអស់ដែលអ្នកគ្នា blame yourself បន្ទោសខ្លួនឯងអ្នកនរគ្នាគិតថាខ្លួនឯងជាជនរងគ្រោះជាមនុស្សម្នាក់ដែលទទួលបានផលអវិជ្ជមានពីអ្វីដែលអ្នកគ្នាធ្វើទាំងដែលអ្នកគ្នាខំធ្វើឲ្យអស់ពីសមត្ថភាពបើមិនជាអ្នកគ្នាគិតថាបន្ទោសខ្លួនឯងអ្នកគ្នាគិតថាខ្លួនឯងគឺជាជនរងគ្រោះសួរថាអ្នកគ្នាបានអីមកវិញអ្នកគ្នាទទួលបានអីពីការចាប់ទុកខ្លួនឯងគឺជាជនរងគ្រោះនឹងមកវិញសួរតែគេខ្វល់គេអត់មានខ្វល់អីមកយើងទេយ៉ាគេមានរឿងគេត្រូវធ្វើអ្វីដែលយើងគិតខុសហ្នឹងគឺយើងគិតថាយើងធ្វើអញ្ចឹងធ្វើឲ្យយើងហ្នឹងមានតម្លៃគិតថាអូយើងរងគ្រោះយើងខំធ្វើល្អដាក់គេជាមនុស្សអត់ល្អគេធ្វើចឹងដាក់យើងអ្នកពិបាកចិត្តអ្នក sad so what ពេលនេះធ្វើចឹងអ្នកនេះបានអភិវឌ្ឍខ្លួនឯងអត់យើងមានទទួលបានអីពីវាទេយើងមានតែ sad មានតែដេកយំឈឺចិត្តឈឺចាប់ញ៉ាំបាក់ចូលអីចឹងចុះការងារដែលយើងត្រូវធ្វើកាតព្វកិច្ចយើងត្រូវធ្វើគោលដៅយើងត្រូវ focus យើងបានធ្វើអត់ចុះវាខាតពេលវិញបើសិនជាអ្នកគ្នាមានការបន្ទោសខ្លួនឯងនឹងដកខ្លួនឯងចេញពីអាផ្នែកកំណត់ជនរងគ្រោះនឹងចេញអ្នកគ្នាមិនមែនជាជនរងគ្រោះទេអ្វីដែលអ្នកគ្នាបានជួបប្រទះនៅក្នុងកលៈទេសៈនោះគេក្បត់អ្នកទាំងគ្នា relationship ដែល toxic តំណែងទំនងមួយមិត្តភ័ក្តិ fake friend អ្នកគ្នាខំរៀនអស់ពីសមត្ថភាពអ្នកគ្នាធ្វើអត់បានវាគឺជាមេរៀនមួយដែលអ្នកគ្នាបានរៀនអំពីជីវិតមនុស្សយើងបើសិនជាយើងអត់ជួបនៅបញ្ហាអត់ជួបទៅនឹង struggle អត់ជួបទៅមួយនឹង problem អត់ជួបជាមួយនឹង problem ដែលយើងត្រូវដោះស្រាយនៅក្នុងជីវិតទៅ slow ត្រង់រហូត it's not called the lie អាចរៀនសូត្រពីអ្វីដែលគ្នាបានជួបប្រទះដកខ្លួនឯងពីផ្នែកកំណត់ជនរងគ្រោះយកអាពេលបន្ទោសខ្លួនឯងហ្នឹងមកធ្វើការអភិវឌ្ឍខ្លួន it will be better មូលហេតុអីបានខ្ញុំនិយាយអាហ្នឹងដោយសារខ្ញុំយល់អាទុកខ្លួនឯងជាជនរងគ្រោះហ្នឹងវាមានបានផលអីទេវាខាត់ពេលយើងក៏អត់មានខ្វល់ដែរគេមានខ្វល់អីពីយើងទេទោះបីជាយើងនិយាយប្រាប់គេប្រហែលលានដងថាអូធ្វើអញ្ចឹងកុំធ្វើអញ្ចឹងខ្ញុំឈឺចាប់មិនធ្វើអញ្ចឹងវាអត់សមមួយអីដែលខ្ញុំធ្វើទៅកាន់អ្នកអីប៉ុន្តែយ៉ាគេអត់ខ្វល់ទេគេខ្វល់តែក្តីសុខគេការអភិវឌ្ឍខ្លួនគេអាហ្នឹងវាកំពុងតែប្រាប់យើងថាអាការដាក់ខ្លួនឯងជាជនរងគ្រោះហ្នឹងវាកំពុងតែប្រាប់យើងថាយើងគឺជាមនុស្សម្នាក់ដែលអត់មានឥទ្ធិពលអ្វីសោះសម្រាប់ជីវិតខ្លួនឯងគឺយើងរងចាំតម្លៃរបស់ខ្លួនឯងទៅតាមការដាក់បន្ទុករបស់គេ so អ្នកគិតមើលបើអ្នកគ្នាទុកខ្លួនឯងជាជនរងគ្រោះចឹងវាដូចជាយើងជាមនុស្សម្នាក់ដែលអន់ហើយអនុញ្ញាតឲ្យណាគេម្នាក់មកវាតម្លៃលើជីវិតយើងមកដាក់បន្ទុកលើជីវិតយើងថាជីវិតយើងតន្តែគេ trick យើងបែបនេះធ្វើដាក់យើងបែបនេះធ្វើល្អដាក់យើងអញ្ចឹងទៅជីវិតយើងហ្នឹងអាចមានន័យបាន it's not true it's not reality អ្នកគ្នាអាចគិតវាម្ដងទៀត remove all of blaming remove អ្វីដែលអ្នកគ្នាគិតថា
អ្នកគ្នាបន្ទោសខ្លួនឯងអ្វីអ្នកគ្នាគិតថាវាអស័ក្តិសមកាត់ឡើងចំពោះអ្នកគ្នាវាគ្រាន់តែជាអតីតកាលដែលអ្នកគ្នាអាចនឹងដោះលែងវាចោលកុំរំលឹកវាឡើងវិញបើអ្នកគ្នារំលឹកវាប៉ុន្តែក្នុងនាមជា motivated ក្នុងនាមការប្រើប្រាស់វាដើម្បីចង់ឈ្នះវាថាថ្ងៃមុនហ្នឹងគឺខ្ញុំជួបរឿងដែលអស័ក្តិសមអញ្ចឹងលើកក្រោយទៀតឬក៏ចាប់ពីពេលនេះទៅគឺខ្ញុំនឹងអត់ឲ្យរឿងអញ្ចឹងកាត់ឡើងក្នុងជីវិតខ្ញុំទៀតទេគឺខ្ញុំអត់អនុញ្ញាតឲ្យវាមានឥទ្ធិពលលើយើងទៀតទេ That's it បើសិនជាអ្នកគ្នាជួបមនុស្សដែលគាត់ស្មុគស្មាញ toxic គាត់និយាយដើមគេគាត់និយាយពីយើងហើយអ្នកគ្នាខ្វល់ពីគាត់ខ្វល់ហើយគិតថាគេនិយាយគេខ្លះពីយើងចំណេញពេលអីអត់ហើយយើងគឺជំនុំអ្នកដែលអនុញ្ញាតឲ្យមនុស្សដែលនិយាយដើមយើងឬនិយាយអាក្រក់ពីយើងហ្នឹងមកមានឥទ្ធិពលលើជីវិតយើងកុំខ្វល់ណាគេធ្វើអីធ្វើទៅណាគេនិយាយទៅគោលដៅរបស់យើងគឺ focus ទៅលើអ្វីយើងត្រូវធ្វើនៅថ្ងៃហ្នឹងអ្នកដែលធ្វើអត់ល្អដាក់យើងក៏ដូចគ្នានៅខំថែរក្សាអីទៀតបើសិនជាយើងខំអស់ពីសមត្ថភាពនៅក្នុងការ keep គេឲ្យតម្លៃគេអស់ពីសមត្ថភាពហើយតែគេដែលឃើញតម្លៃរបស់យើងវាមានន័យអីទៀតដែលយើងត្រូវទៅអត់សប្បាយចិត្តដោយសារពួកហ្នឹង let's go of them គឺឲ្យគេទៅហើយយើងក៏មិនបាច់រំលឹកថាពីមុនហ្នឹងគេធ្វើមិនដាក់យើងដែរ just like we don't know each other បើសិនជាអ្នកគ្នានៅក្នុងអ្វីមួយដែល toxic ខ្លាំងអ្នកគ្នាមិនដើរចេញខ្លួនឯងទេក៏អ្នកគ្នានៅទ្រាំ toxic ទៀតទៅបើសិនជាអ្នកគ្នាជួបទំនាក់ទំនងមួយដែលគេក្បត់អ្នកគ្នាគាត់ថាយ៉ាលើកលែងឯគេនៅទ្រាំមួយទៀតមែនបើអ្នកគ្នាទ្រាំទៀតទុកឲ្យគេបោកទៀតទៅប៉ុន្តែបើអ្នកគ្នាចាក់ចេញ yes កុំខ្វល់អ្នកគ្នាមានជីវិតជារបស់ខ្លួនឯងអ្នកគ្នាអាចធ្វើអីអ្នកគ្នាចង់ដោយការនិយាយវីដេអូការទៅញ៉ាំអីមួយមិត្តភ័ក្តិការដើរលេងការមើលរឿងការរៀនអភិវឌ្ឍខ្លួនសម័យ AI យើងរៀនអីជាច្រើនតាមរយៈអ៊ីនធឺណិត YouTube ចង់ធ្វើអ្វីអ្នកគ្នាធ្វើកុំខ្វល់ពីការ judge របស់អ្នកដទៃទៅលើអ្នកគ្នាកុំខ្វល់ពីមនុស្សដែលឲ្យតម្លៃអ្នកគ្នា just let them go and live on your life don't care about anything and ការដាក់ខ្លួនឯងជាជនរងគ្រោះអ្នកគ្នាគួរតែបញ្ឈប់វាពីពេលឥឡូវនេះទៅទោះបីអ្នកគ្នាដាក់ខ្លួនឯងជាជនរងគ្រោះវាអត់មានបានផលប្រយោជន៍អីមកកាន់អ្នកគ្នាទេប្រើប្រាស់ពេលវេលាអ្នកគ្នាមកធ្វើការអភិវឌ្ឍខ្លួនឯងវិញហើយគិតថាខ្លួនឯងគឺមានឥទ្ធិពលណាស់សម្រាប់ជីវិតខ្លួនឯងព្យាបាលខ្លួនឯងឡើងវិញផ្ដល់ពេលវេលាខ្លួនឯងនៅជាមួយខ្លួនឯងយល់ពីខ្លួនឯងស្គាល់ពីខ្លួនឯងថាអ្វីដែលខ្លួនឯងចូលចិត្តអ្វីខ្លួនឯងចង់ធ្វើនៅពេលបន្ទាប់នេះហើយចាប់ផ្ដើមរៀបគោលការណ៍ទូចសម្រាប់ធ្វើវាពីឥឡូវទៅការចាប់ផ្ដើមដំបូងវាពិបាកបំផុតតែអ្នកគ្នាដកណាគេម្នាក់ចេញពីជីវិតចឹងដំបូងវាពិបាកបំផុតនៅក្នុងការដកគេចេញពីជីវិតរបស់យើងដោយសារតែយើងគិតថាបើសិនជាយើងដោះលែងមិត្តភ័ក្តិយើងដោះលែងគេទៅឬក៏បើសិនជាការប្រឡងនេះ over ទៅអ្នកគ្នានឹងគ្មានឱកាសគ្មានសិទ្ធនៅក្នុងការប្រឡងឬក៏ជួបមនុស្សថ្មីទៀតទេអានឹងគឺជាផ្នែកកំណត់របស់អ្នកគ្នាដែលគិតនឹងហើយអ្នកគ្នាគិតទៀតថាគេអត់ស័ក្តិសមនឹងធ្វើចឹងដាក់ខ្ញុំទេខ្ញុំខំធ្វើអស់ពីសមត្ថភាពហើយខ្ញុំខំធ្វើអីគ្រប់យ៉ាងខ្ញុំខំរៀនខ្ញុំខំធ្វើអីគ្រប់យ៉ាងប៉ុន្តែលទ្ធផលវាក្បត់ការរំពឹងទុករបស់ខ្ញុំណាយ៉ាសូអ្នកគ្នាគិតឲ្យបានអីមកវិញវាគឺជាអតីតកាលដែលកន្លងហួសវាហួសហើយអញ្ចឹងបើសិនអ្នកគ្នាគិតក៏វាគ្មានបានប្រយោជន៍អីដែរអ្វីអ្នកគ្នាត្រូវធ្វើនោះគឺរស់នៅក្នុងពេលបច្ចុប្បន្នហ្នឹងឥឡូវនេះថ្ងៃនេះម៉ោងនេះតើអ្នកគ្នាធ្វើអីអ្នកគ្នាធ្វើអីអ្នកគ្នានៅតែ blaming នៅតែបន្ទោសខ្លួនឯងនៅតែបន្ទោសគេបន្ទោសមេឃបន្ទោសដីអញ្ចឹង so ពេលណាដែលអ្នកគ្នាអាចអភិវឌ្ឍខ្លួនបាននៅពេលណាអ្នកគ្នាអាចចាក់ចេញពីគុកអតីតកាលនឹងបានខ្ញុំសង្ឃឹមថាអ្នកគ្នានឹងយល់ពីអ្វីដែលខ្ញុំនិយាយនៅពេលនេះចាក់ចេញពីភាពអវិជ្ជមានចាក់ចេញពីការគិតថាខ្លួនឯងជាជនរងគ្រោះការប្រឡងការរៀនវាមានឡើងមានចុះអ្នកគ្នាខំមកពីសមត្ថភាពហើយ it's grateful ដែលអ្នកគ្នាបានខំមកពីសមត្ថភាពទោះបីជាអ្នកគ្នាអត់បានលទ្ធផល the best score តែអ្នកគ្នាក៏ proud of yourself ដែរ you try your best for it មិនមែនមានឱកាសតែប៉ុណ្្នឹងណាអ្នកគ្នាអាច apply ការប្រឡងផ្សេងទៅក្រៅប្រទេសរៀន scholarship ផ្សេងជាច្រើនទៀតអញ្ចឹងកុំបន្ទោសខ្លួនឯងវាគឺជាអតីតកាលទុកវាម្លែកអ្វីយើងត្រូវធ្វើគឺ focus នៅក្នុងពេលនេះឥឡូវនេះបច្ចុប្បន្ន